ចឹងសម្រាប់បងប្អូនដែលមានបសសជាពិសេសគឺបងប្អូនកម្មការនៃរោងចក្រអញ្ចឹងអ្នកគ្រូបញ្យល់មួយពីរបៀបបានលុយពីបសសពេលដែលយើងមានផ្ទៃពោះអញ្ចឹងជាដំបូងពេលដែលអូនបាត់រដូវគឺអូនត្រូវទៅមណ្ឌលសុខភាពដើម្បីពិនិត្យផ្ទៃពោះមែនអត់ពេលដែលយើងទៅមណ្ឌលសុខភាពយើងត្រូវយកទៅជាមួយនៅអត្តសញ្ញាណប័ណ្ណការបសសរបស់យើងពេលដែលយើងយកទៅហើយគឺយើងទទួលការពិនិត្យសុខភាពដោយមិនអស់លុយមិនអស់ថវិកាចាពេលដែលបងប្អូនចេញពីមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យហើយបងប្អូនទៅបសសដើម្បីបានលុយគឺបងប្អូនត្រូវមានទៅជាមួយដូចជាបងប្អូនត្រូវបង្កើតកុងធនាគារ ACDA មួយចាកុងលុយខ្មែរក៏បានលុយដុល្លារក៏បានដែរចាទី1ទី2គឺបងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណរបស់យើងទៅជាមួយពេលដែលយើងទៅបសសទី3គឺការបសសរបស់យើងទី4គឺសិភៅពិនិត្យផ្ទៃពោះសិភៅពិនិត្យផ្ទៃពោះហ្នឹងគឺបងប្អូនត្រូវមានថ្ងៃខែសម្រាប់កូនរំពឹងទុកចាថ្ងៃខែសម្រាប់កូនរំពឹងទុកហ្នឹងពិតជាសំខាន់សម្រាប់ស្ត្រីបើសិនជាបងប្អូនមិនចាំរដូវបញ្ចេញពីពិនិត្យផ្ទៃពោះរួចបើសិនជាមិនចាំរដូវបងប្អូនទៅមើលអេកូដើម្បីដឹងថ្ងៃសម្រាប់កូនរំពឹងទុកគឺខាងបសសគឺគាត់កំណត់មានន័យថាយើងមានកន្លែងមួយសម្រាប់កំណត់រយៈពេលនៃការសម្រាប់កូនជូនបងប្អូនគេមានថាគេកណនីទៅលើថ្ងៃខែសម្រាប់កូនជូនបងប្អូនហើយគឺពេលដែលដល់ពេលវេលាដែលបងប្អូនសម្រាប់កូនជាក់ស្ដែងគឺវាប្រហាក់ប្រហែលគ្នានឹងអ្វីដែលបសសកំណត់នឹងបងប្អូនបានលុយឯងមិនមែនថាសម្រាប់មុនហើយបានអត់ដល់ថ្ងៃពិនិត្យលើកទី4ផងអញ្ចឹងមានន័យថាយើងសម្រាប់កូនខុសហើយខុសពីបសសកំណត់ឬក៏ខុសពីការសម្រាប់កូនរំពឹងទុករបស់យើងគឺយើងបាត់អត្ថប្រយោជន៍ហើយបាត់អត្ថប្រយោជន៍ម្ដងហើយអញ្ចឹងសម្រាប់បងប្អូនដែលមានបសសគឺធ្វើបែបហ្នឹងឯងចាំខ្ញុំដាក់នៅលើអេក្រង់បន្ថែមទៀតពីឯកសារដែលត្រូវយកទៅចាបន្ទាប់មកទៀតពេលដែលបងប្អូនទៅបសសរួចបងប្អូនស្ត្រីនឹងទទួលបានกระดาษមួយសន្លឹកដែលមានការកំណត់រយៈពេលដែលបងប្អូនត្រូវមកពិនិត្យផ្ទៃពោះ4ដងទៀតសំទោស3ដងទៀតដើម្បីទទួលបានអត្ថប្រយោជន៍ម្ដង 80000 តែអាដងទី1ដែលបងប្អូនមកពិនិត្យផ្ទៃពោះហ្នឹងគឺបងប្អូននឹងទទួលបានលុយម្ដងឲ្យ 80000 ចាបន្ទាប់មកទៀតបងប្អូនមកពិនិត្យផ្ទៃពោះលើកទី2ទៅតាមតារាងដែលបសសកំណត់ជូនបងប្អូនចាតារាងដែលបសសកំណត់ជូនបងប្អូនដូចថាត្រូវចន្លោះថ្ងៃទី7 ខែ 4រហូតដល់ថ្ងៃទី20 ខែ 4 អញ្ចឹងណាបងប្អូនអញ្ចឹងចន្លោះថ្ងៃទី7ដល់ថ្ងៃទី20ហ្នឹងបងប្អូនត្រឡប់មកពិនិត្យផ្ទៃពោះលើកទី2នៅពេលវេលាណាក៏បានដែរចន្លោះហ្នឹងណាដើម្បីទទួលបានការចុចបញ្ចូលប្រព័ន្ធក៏ដូចជាដើម្បីមកពិនិត្យផ្ទៃពោះលើកទី2បើសិនជាបងប្អូនមកខុសថ្ងៃ7ដល់ថ្ងៃទី20 ខែ 4ហ្នឹងបងប្អូនអត់ទទួលបានអត្ថប្រយោជន៍ឬក៏ថវិកាទេដោយសារយើងមកខុសថ្ងៃមានន័យថាបងប្អូនមកថ្ងៃទី6ក៏ប្រព័ន្ធវាអត់បើកឲ្យយើងដែរចាអញ្ចឹងថ្ងៃទី6អត់បើកឲ្យទេបើមកថ្ងៃទី7ទៅប្រព័ន្ធហ្នឹងបើកឲ្យយើងចុចបញ្ចូលប្រព័ន្ធបានបន្ទាប់មកទៀតបើសិនជាបងប្អូនមកលើសថ្ងៃរហូតដល់ថ្ងៃទី25 26អីបានមកចុចលុយអញ្ចឹងបងប្អូនខកខានហើយអញ្ចឹងអត់បានទេអត់បានលុយដូចគ្នាចាបន្ទាប់មកទៀតយើងមកតាមណាត់ឯណាអញ្ចឹងយើងដឹងហើយរបៀបបានលុយថ្ងៃណាបន្ទាប់មកទៀតដល់ពេលពិនិត្យផ្ទៃពោះលើកទី4ដែលបសសកំណត់ដងចុងក្រោយអញ្ចឹងបងប្អូនព្យាយាមមកឲ្យចង់មកថ្ងៃចាប់ដើមមកដោយសារមានអតិថិជនខ្លះមានស្ត្រីខ្លះគាត់មកថាគេកំណត់ឲ្យយើងមកថ្ងៃទី10 ខែ 4ដល់ថ្ងៃទី15 ខែ 4អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនអត់មកថ្ងៃទី10ទេបងប្អូនមកថ្ងៃទី15អញ្ចឹងទៅចៃដន្យអីយើងសម្រាលមុនដូចថាចូល38សប្តាហ៍ស្រាប់អីក៏ស្ត្រីឈឺពោះសម្រាលកូនដែលអត់ទាន់ដល់ថ្ងៃបសសកំណត់ឲ្យយើងមកពិនិត្យផ្ទៃពោះលើកទី4ឲ្យចុងក្រោយនឹងទេអញ្ចឹងបងប្អូនអាចខាត 80000 ម្ដងនៅពេលពិនិត្យលើកទី4នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនគឺមកពិនិត្យផ្ទៃពោះលើកទី4នៅថ្ងៃចាប់ដើមដែលបសសសរសេរកំណត់អញ្ចឹងដើម្បីទទួលបានអត្ថប្រយោជន៍អីកុំឲ្យបាត់បង់ដោយសារមានស្ត្រីខ្លះគាត់មករយៈពេលដែលចុងក្រោយថ្ងៃចុងក្រោយទៅអាចនឹងអត់បានលុយមានន័យថាគាត់សម្រាប់កូនរួចទៅហើយបែរជាមកពិនិត្យផ្ទៃពោះវិញអញ្ចឹងប្រព័ន្ធវាមិនបើកឲ្យយើងទេចាប្រព័ន្ធមិនបើកឲ្យយើងចុចបញ្ចូលទេអញ្ចឹងចប់ដំណាក់កាល4ដងនៃការពិនិត្យផ្ទៃពោះហើយអញ្ចឹងបន្ទាប់ពីនឹងទៅគឺបងប្អូនត្រូវត្រៀមសម្ភារៈសម្រាប់កូនមានស្រឹងមានកសែងសំដៃស
ជើងកូនបោកគក់ឲ្យហើយអស់អញ្ចឹងណាហើយកសែងពុកគោអីបោកគក់ហាលស្ងួតចាបន្ទាប់មកទៀតគឺបងប្អូនស្ត្រីត្រូវធៀមឯកសារ 70% ឯកសារ 80,000 ដើម្បីមកមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យដែលជាដៃគូបសសដើម្បីទទួលបានអត្ថប្រយោជន៍ 80,000 ពីរដ្ឋចាបើសិនជាបងប្អូនសម្រាប់នៅឯកជន 80,000 នឹងអត់បានទេចាដោយសារមានបងប្អូនយើងគាត់ច្រើនគាត់អញ្ចឹងណាចាអញ្ចឹងបងប្អូនយល់ណាតើតងជាមួយនឹងយើងមានបសសអញ្ចឹងខ្ញុំសរសេរនៅលើក្រង់នឹងបន្ថែមទៀតថាអីគេខ្លះដើម្បីឲ្យបងប្អូនស្រួលចំណាំដោយសារយើងឥឡូវខ្ញុំកំពុងតែធ្វើដំណើរអញ្ចឹងវានឹងលឺសូររំខានឡើងទេអញ្ចឹងណាដោយសារមានខមមិនច្រើនហើយមួយថ្ងៃហ្នឹងអត់បានតបដោយសារកូនឈឺអញ្ចឹងកូនឆ្លៀតតបបងប្អូនទៅតាមខមមិនហ្នឹងទៅចាអរគុណច្រើនសម្រាប់បងប្អូនដែលជួយចិត្តស្រឡាញ់ក៏ដូចជាតែងតែខមមិនសួរបងប្អូនសូមអភ័យទោសចំពោះការតបនៅក្នុងឆាតអត់សូវបានតបទេបងប្អូនដោយសារនៅក្នុងឆាតFacebook update ទៅវាទៅជាខមមិនចូលឆាតទាំងអស់អញ្ចឹងវាវល់ច្រឡំវល់ចូលគ្នាអញ្ចឹងទៅអត់ដឹងមួយណាឆាតមួយណាខមមិនអញ្ចឹងបងប្អូនខមមិនទៅខ្ញុំនឹងលើកសំណួរមួយឆ្លើយជូនបងប្អូនបើសំណួរណាពាក់ព័ន្ធជាមួយនឹងឯកជនភាពគឺខ្ញុំអត់លើកជាសាធារណៈបែបនេះទេគឺខ្ញុំបាំងឈ្មោះបាំងអីប៉ុន្តែបើសំណួរណាជាការចែករំលែកខ្ញុំនឹងធ្វើការចែករំលែកបែបនេះឲ្យបងប្អូនស្ត្រីទាំងអស់គ្នាបានយល់ទាំងអស់គ្នាយើងកុំបញ្ចប់ការចែករំលែករបស់យើងនៅបន្តចែករំលែកដោយសារការមានទីពុះមានអ្នកមុនមានអ្នកក្រោយមិនមែនថាអ្នកគ្រូធ្វើវីដេអូដែលអញ្ចឹងគួរឲ្យអត់ចង់មើលតាមពិតមានអ្នកមុនមានអ្នកក្រោយយើងដឹងមុនហើយប៉ុន្តែបងប្អូនក្រោយគាត់មើលពោះក្រោយឬក៏គាត់មកពីនទីពោះក្រោយគាត់អត់ដឹងអញ្ចឹងយើងក៏បន្តចែករំលែកយើងអាចថាដដែលក៏បានប៉ុន្តែវាមានការផ្លាស់ប្ដូរចែករំលែកខ្លះពេលខ្លះក៏មិនអ្នកគ្រូចេះទាំងអស់ដែរអ្នកគ្រូក៏សួរពីស្ត្រីយើងដែរចាសួរពីស្ត្រីយើងដែរថាសម្រាប់កូន 70% នឹងបានហាក់ម៉ានថ្ងៃបានលុយអីចឹងហ្នឹងក៏ជាការចែករំលែកមួយរបស់ស្ត្រីមកដល់ខ្ញុំហើយខ្ញុំមានសម្លេងខ្ញុំក៏បន្តចែកសម្លេងបន្តជូនបងប្អូនទៀតចឹងណាចាអរគុណច្រើនជំរាបលាចា